ការរត់ជួយពង្រឹងសាច់ដុំបេះដូងជួយប្រឆាំងជំងឺលើសឈាមទឹកនោមផ្អែមនិងជំងឺបាក់ទឹកចិត្តការរត់ហាត់ប្រាណត្រូវបានចាត់ទុកថាជាទម្រង់លំហាត់ប្រាណដ៏មានប្រសិទ្ធភាពបំផុតមួយដែលអាចផ្ដល់នូវអត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់ទាំងសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តសុខភាពបេះដូងនិងសរសៃឈាមពង្រឹងបេះដូងការរត់ជួយបង្កើននូវអត្រាចង្វាក់បេះដូងដែលធ្វើឲ្យសាច់ដុំបេះដូងកាន់តែរឹងមាំនិងមានប្រសិទ្ធភាពក្នុងការបូមឈាមការគ្រប់គ្រងសម្ពាធឈាមការរត់ជាប្រចាំអាចជួយរក្សាកម្រិតសម្ពាធឈាមឲ្យនៅធម្មតានិងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមទី2សុខភាពឆ្អឹងនិងសាច់ដុំពង្រឹងឆ្អឹងមិនដោយការយល់ច្រឡំមួយចំនួនការរត់ជួយពង្រឹងដងស៊ីតេឆ្អឹងដោយសារតែការប៉ះទង្គិចតិចតួចអំឡុងពេលរត់ដែលអាចជួយឲ្យការពារជំងឺពុកឆ្អឹងនៅពេលចាស់ទៅពង្រឹងសាច់ដុំវាជួយពង្រឹងនិងធ្វើឲ្យសាច់ដុំជើងគូតនិងសាច់ដុំស្នូលកាន់តែរឹងមាំនិងមានសំឡេងល្អបង្កើនការចងចាំការហាត់ប្រាណបែបខារីយ៉ូដូចជាការរត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើឲ្យមុខងារនៃការយល់ដឹងកាន់តែប្រសើរឡើងការរត់មិនត្រឹមតែជួយអ្នកឲ្យមានរាងស្រស់ស្អាតប៉ុណ្ណោះទេតែវាជាការវិនិយោគដ៏មានតម្លៃបំផុតលើសុខភាពបេះដូងឆ្អឹងនិងសុខភាពផ្លូវចិត្តរបស់អ្នកផងដែរ